បាទបងប្អូនចំណុចមួយដែលថៃខ្លាចខ្មែរបំផុតណាបងប្អូនដឹងដោយសារអីអត់បងប្អូនអញ្ចឹងបងប្អូនអរគ្នាទស្សនាវីដេអូនេះឲ្យចប់បាទអញ្ចឹងចំណុចថៃដែលវាខ្លាចខ្មែរយើងបំផុតនោះគឺទី1បាទដែលថៃវាគិតថាខ្មែរប្រៀបដូចជាដុំថ្មអញ្ចឹងបាទហេតុអីបានជាថៃហ្នឹងគឺប្រៀបហេតុអីថៃវាគិតថាខ្មែរយើងប្រៀបដូចជាដុំថ្មបាទបើយោងទៅតាមប្រវត្តិសាស្ត្របងប្អូនអរគ្នាមើលសាគិតទៅមើលបងប្អូនគឺថៃវាពីមួយចំនួនទៅមួយចំនួនបាទពីសម័យកាលមួយទៅសម័យកាលមួយថៃវាមើលឃើញថាកម្ពុជាពីមុនគឺប្រៀបដូចជាពងទាមកគ្របបាទប៉ុន្តែសម័យឥឡូវនេះវាគិតថាកម្ពុជាគឺដូចជាដុំថ្មបាទអញ្ចឹងកម្ពុជាដុំថ្មកម្ពុជាពងទាហ្នឹងគឺវាយ៉ាងម៉េចបងប្អូនបាទអូខេអញ្ចឹងដុំថ្មខ្ញុំនិយាយពីសម័យកាលនេះបាទគឺកម្ពុជាប្រៀបដូចជាដុំថ្មវាគិតថាព្រោះខ្មែរយើងរាល់ថ្ងៃនេះមានការឯកភាពគ្នាច្រើនបាទខុសពីមុនបាទបងប្អូនអរគ្នាមិនថានយោបាយមិនថាសេដ្ឋកិច្ចបាទវិស័យពាណិជ្ជកម្មបាទជាពិសេសគឺបង្រួមជាតិផ្នែកនយោបាយបាទបងប្អូនអរគ្នាមើលបច្ចុប្បន្នទៅគឺមិនសូវមានការបែកបាក់ឬក៏មានការអបគមមានការផ្ដាច់ខ្លួនទេបាទមានការផ្ដាច់ខ្លួនទេបាទអញ្ចឹងអ្វីដែលថៃខ្លាចខ្មែរបំផុតខ្មែរយើងអាចក្លាហាននៅលើឆាកអន្តរជាតិបាទហើយមួយទៀតដោយមានការបើកភ្លើងខៀវពីលោកប្រធានាធិបតីត្រាំលក់អាវុធឲ្យកម្ពុជាបាទថៃខ្លាចណាបងប្អូនពួកអីកាលណាអាមេរិកលក់ឲ្យអាវុធហើយពេលនោះថៃប្រៀបដូចជាសាច់មិនដុំនៅលើជ្រុញបាទប្រៀបដូចជាសាច់មិនដុំនៅលើជ្រុញដែលណាក៏អាចចិញ្ច្រាំបានបាទបើត្រាំប្រកល់អាវុធហើយបងប្អូនត្រាំប្រកល់អាវុធត្រាំផ្ដាល់កំបិតហើយអញ្ចឹងយើងមានតែយកមកកាប់ចិញ្ច្រាំថៃនៅលើជ្រុញបាទព្រោះអីអាវុធទំនើបរបស់អាមេរិកគឺអាវុធទំនើបខ្លាំងបងប្អូនអំណាចយោធារបស់អាមេរិកគឺខ្លាំងអញ្ចឹងអាមេរិកវាផ្ដល់ជំនួយបច្ចេកទេសផ្នែកយោធាបាទអញ្ចឹងវាផ្ដល់អាវុធលក់អាវុធបាទហ្នឹងគឺថៃខ្លាចខ្មែរយើងបាទមួយទៀតថៃវាមិនអស់ចិត្តបាទវាមិនអស់ចិត្តត្រង់ថាវាយកម្ពុជា5.5ថ្ងៃអត់របើកបាទអត់រង្គើអីតិចសោះតំដអត់រង្គើទេបងប្អូនកាលដែលវាយកំឡុងថ្ងៃទី1ហ្នឹងបងប្អូននៅក្នុងថ្ងៃទី1នៃការកើតសង្គ្រាមហ្នឹងលោកប៊ុនស៊ីនផាត់ខ្លាងហ្នឹងក៏បាននិយាយថាមានអ៊ីស្រាអែលជនមួយរូបបានខលទៅលោកប៊ុនស៊ីនផាត់ខ្លាងថាណងយុទ្ធយើងណាយុទ្ធបឋៈបាទអញ្ចឹងប៊ុនស៊ីនផាត់ខ្លាំងនេះវាចេញមកនិយាយថាមានវាយបាន6ម៉ោងមានអ្នកអ៊ីស្រាអែលជនមានអ្នកធំខលមកលោកប៊ុនស៊ីនផាត់ខ្លាំងឲ្យឈប់បាញ់បាទឲ្យឈប់បាញ់អាហ្នឹងគឺខ្ញុំលើកមកជ្រុងសិនបាទហើយប៊ុនស៊ីនក៏ឆ្លើយតប៊ុនស៊ីនក៏មិនស្ដាប់ទេប៊ុនស៊ីនផាត់ខ្លាំងហ្នឹងគាត់បន្តសង្គ្រាមវាយតទៀតហើយប្រជាជនថៃពេលនេះបាទសួរលោកប៊ុនស៊ីនផាត់ខ្លាំងចតសួរលោកប៊ុនស៊ីនផាត់ខ្លាំងហ្នឹងតើអ្នកធំជាណាហេតុអីមិននិយាយបោះអាក្រាតណាដឹងខ្លួនហើយអីហើយប៉ុន្តែតើណាបាទអញ្ចឹងបានន័យថាប្រទេសជុំវិញប្រទេសពិភពលោកគេមើលឃើញថាប្រទេសថៃមានការបែកបាក់សាមគ្គីប្រទេសថៃមានការបែកខ្ញែកបាទមានបកពួកក្រុមច្រើន
បាទមួយវាយមួយមិនអុយវាយអាហ្នឹងអញ្ចឹងប្រទេសថៃមានការបែកបាក់គ្នាពិភពលោកគេមើលឃើញថាប្រទេសថៃគឺមានការបែកបាក់គ្នាបងប្អូនបាទមានការបែកបាក់ហើយកម្ពុជាប្រៀបដូចជាដុំថ្មនៅក្នុងសតវត្សទី21នេះបាទប៉ុន្តែពីមុនកម្ពុជាគឺប្រៀបដូចជាពងទាមកគ្រាប់ព្រោះអីកាលណាខ្មែរយើងមានការបែកបាក់សាមគ្គីគ្នាខ្លាំងអញ្ចឹងថាវាស្រួលធ្វើស៊ីណាបាទវាស្រួលធ្វើស៊ីមែនតើបាទបងប្អូនអរគ្នាអាបងតពើអាលិចតពើអាកើតអញ្ចឹងវាធ្វើឲ្យប្រទេសទឹកដីខ្មែរយើងកាត់ជាកង់ពួកវាចែកគ្នាស៊ីប៉ុន្តែសម័យនេះសម័យសតវត្សទី21បាទថៃមិនអាចធ្វើអ្វីតាមចិត្តរបស់ខ្លួនឯងបានណាថៃមិនអាចធ្វើបានណាបាទហើយកងទ័ពកម្ពុជាយើងគឺការប្រយុទ្ធចេញពីដោយចិត្តចេញពីសុទ្ធចិត្តបរិសុទ្ធអង្អាយក្លាហានលះបង់ឈាមស្រស់សាច់ស្រស់បាទដើម្បីការពារទឹកដីបាទការពារទឹកដីឲ្យបានហើយលោកប៊ុនស៊ិនប៉ាត់ខ្លាំងនៅក្នុងថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025បងប្អូនគឺបានឡើងទៅលើកំពូលភ្នំទ្រប់បាទឡើងទៅលើកំពូលភ្នំទ្រប់ហើយបានពោលពាក្យមួយម៉ាត់ពាក្យមួយឃ្លាយ៉ាងខ្លីថាសន្តិភាពត្រូវបានបញ្ចប់បាទអញ្ចឹងអនុทินនិយាយបែបនេះទៅលើកំពូលភ្នំទ្រប់ហ្នឹងបាទនៅក្នុងរូបភាពមួយដែលអនុทินចូលទៅលើកំពូលភ្នំទ្រប់ហ្នឹងទៅមើលកងទ័ពសួរសុខទូកងទ័ពឡើងទៅមើលកំពូលភ្នំទ្រប់បាទអាហ្នឹងមិនដឹងថាភូមិទ្រប់មែនឬក៏អត់ទេបងប្អូនព្រោះវាផ្សាយអញ្ចឹងយើងក៏និយាយតាមហ្នឹងទៅបាទយ៉ាងអនុทินហ្នឹងទៅជួបកងទ័ពទៅជួយលើកទឹកចិត្តកងទ័ពបាទហើយក៏និយាយពាក្យមួយឃ្លាថាសន្តិភាពត្រូវបញ្ចប់អញ្ចឹងបើសិនជាថៃធ្វើទង្វើបែបហ្នឹងវានឹងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅដល់ថៃបាទជាឥទ្ធិពលអាក្រក់មែនតើបាទហើយក៏អនុทินនេះសំដែងបងប្អូនពូកែសំដែងណាស់បើយើងតាមមិនទាន់ទេចាញ់ល្បិចថៃហើយបាទថៃមានល្បិចច្រើនមែនតើបាទហើយទៅមើលសួរសុកទុកអ្នកដែលរបួសហ្នឹងបងប្អូនអ្នកដែលរបួសហ្នឹងយំផងអាណិតផងជូតទឹកភ្នែកផងបាទចឹងថៃអនុทินហ្នឹងគឺវាមានសម្ដែងច្រើនជាងព្រោះវាជិតដល់ថ្ងៃបោះឆ្នោតបាទវាជិតដល់ថ្ងៃបោះឆ្នោតអញ្ចឹងអនុทินកាន់តំណែងបានត្រឹមតែរយៈពេល4ខែទេបងប្អូនបាទទៅជិតបោះឆ្នោតហើយអញ្ចឹងការឡើងតំណែងរបស់អនុทินនេះគឺវាមិនមែនជួបឆ្នោតដោយការបោះឆ្នោតទេបងប្អូនមិនមែនជួបដោយសារការបោះឆ្នោតទេបាទវាឡើងកាន់តំណែងនេះគឺដោយសារតែអ្នកស្រីផេថងថានហ្នឹងគឺជួបទោសពីតុលាការដោយសារអីអ្នកស្រីផេថងថានហ្នឹងបែកធ្លាយខ្សែអាត់សំឡេងនិយាយជាមួយសម្ដេចនាយកបាទក៏មានការចាត់ប្រកាន់ជាបន្តបន្ទាប់ដោយសារអីថាប៊ុនស៊ិនផាត់ខ្លាំងនេះជាក្រុមប្រឆាំងបាទអញ្ចឹងដល់ពេលអញ្ចឹងវាធ្វើឲ្យមានទោសតំណងបាទនេះគឺបញ្ហានេះគឺបងប្អូនអរគ្នាដឹងឃើញស្រាប់ហើយតាំងពីនឹងមកក៏មានការលើកបន្តជាបន្តបន្ទាប់បាទជាបន្តបន្ទាប់អញ្ចឹងអនុทินឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តអាសន្នបាទនេះគឺរឿងនេះគឺបញ្ហាអញ្ចឹងឯងបាទអញ្ចឹងថៃវាខ្លាចខ្មែរគឺចំណុចហ្នឹងបាទចំណុចថៃគឺវាខ្លាចខ្មែរខ្លាំងណាស់បាទខ្លាចខ្មែរមែនតើប្រទេសវាធំប៉ុណ្ណាប៉ុន្តែមកខ្លាចខ្មែរបាទខ្លាចខ្មែរបាទព្រោះឯវាថាទុកចិត្តខ្មែរទេបាទអានេះគឺជាសារនយោបាយមួយបងប្អូនបាទ